ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលតាមដាន Channel របស់ខ្ញុំបាទថ្ងៃនេះខ្ញុំណែនាំអ្នកទាំងអស់គ្នាទៅកាន់ប្រទេសអូស្ត្រាលីនៅទីក្រុង Sydney សម្រាប់បងប្អូនដែលធ្លាប់រស់នៅក៏ដូចជាធ្លាប់មកកំសាន្តនៅប្រទេសអូស្ត្រាលីទីក្រុង Sydney ប្រហែលជាមិនមានអ្វីចម្លែកទេបាទប៉ុន្តែសម្រាប់បងប្អូនដែលមិនដែលមកដល់ខ្ញុំសូមផ្តិតយករូបភាពក៏ដូចជាទិដ្ឋភាពទាំងស្រុងនៃផ្នែកមួយនៃទីក្រុង Sydney ចែកជូនបងប្អូនទាំងអស់គ្នាដែលតាមដាន Channel របស់ខ្ញុំបានទស្សនាទាំងអស់គ្នាបាទសម្រាប់ទិដ្ឋភាពជារួមនៅទីក្រុង Sydney ពិនិត្យឃើញថាមានភាពស្រស់ស្អាតហើយបរិយាកាសនៅជុំវិញផ្ទះនីមួយៗមើលទៅឃើញថាមានសួនច្បារគ្មានសម្រាមទេបាទហើយទីក្រុងរបស់គេនេះគឺគេមានរបៀបរបបនៃការរស់នៅនិងច្បាប់ទម្លាប់ត្រឹមត្រូវអញ្ចឹងធ្វើឲ្យសោភ័ណភាពទីក្រុងរបស់គេមានភាពស្រស់ស្អាតបើទោះបីជាមានផ្ទះខ្លះចាស់ផ្ទះខ្លះថ្មីប៉ុន្តែទិដ្ឋភាពជារួមនេះគឺស្រស់ស្អាតសមរម្យហើយគេរៀបចំទៅតាមបែបបទក៏ដូចជាប្រភេទផ្ទះនីមួយៗផ្ទះខ្លះមានសួនច្បារមានរបងហើយដែលឡែកសម្រាប់ផ្លូវដើរនៅសងខាងផ្លូវនេះគឺគេទុកផ្លូវសម្រាប់ឲ្យយើងធ្វើដំណើរដើរលេងកម្សាន្តក៏ដូចជាហាត់ប្រាណនៅពេលព្រឹកឬក៏ពេលរសៀលជាដើមអញ្ចឹងទៅដោយសារថាតំបន់ដែលខ្ញុំថតជូនបងប្អូនទស្សនានេះគឺជាតំបន់លំនៅឋានរបស់ប្រជាពលរដ្ឋសម្រាប់រស់នៅមិនមែនជាប្រភេទតំបន់ពាណិជ្ជកម្មឬក៏តំបន់ដែលមានអគារខ្ពស់ៗអីនោះទេដូច្នេះយើងឃើញថាជារួមគឺមានតែផ្ទះសម្រាប់ប្រជាពលរដ្ឋរស់នៅហើយផ្ទះនេះមិនជាធំអ្វីប្រមាណខ្លាំងពេកទេផ្ទះមួយចំនួនឃើញមានមួយជាន់ផ្ទាល់ដីអញ្ចឹងទៅបាទដូចផ្ទះដែលខ្ញុំបានរេកាមេរ៉ាជូនបងប្អូនមើលនេះបាទមានតែមួយជាន់ទេហើយឃើញផ្ទះមួយចំនួនទៀតក៏2ជាន់អញ្ចឹងទៅប៉ុន្តែមិនជាខុសគ្នាអីប៉ុន្មានទេដោយសារថាតាមខ្ញុំសាកសួរអ្នកស្រុកនេះគឺគេពិចារណាគឺគេមានច្បាប់ទម្លាប់របស់គេត្រឹមត្រូវនៅក្នុងការសាងសង់ផ្ទះអញ្ចឹងនៅពេលណាដែលយើងចង់សាងសង់ផ្ទះយើងត្រូវសុំច្បាប់ទៅរដ្ឋរបស់គេហើយបើសិនជាគេឯកភាពឲ្យយើងសាងសង់ទើបយើងអាចសាងសង់បានបាទដល់តំបន់នេះវិញឃើញថាមានប្រភេទផ្ទះ2ជាន់ផ្ទះវីឡាខ្ពស់ប៉ុន្តែมันជាខ្ពស់អីជាងគ្នាមិនទេខុសគ្នាត្រឹមតែមួយជាន់អីប៉ុណ្្នឹងទេហើយដល់ឡែកផ្ទះដែលមានកាឡានេះគឺជាផ្ទះរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលរស់នៅទីក្រុង Sydney បាទផ្ទះបងប្អូនរបស់គាត់គឺនៅជាប់គ្នាតែម្ដងបាទធំមែនតែនហើយឃើញថាបរិយាកាសជារួមគឺមានភាពស្រស់ស្អាតអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំបាទគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាហើយជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទសូមអរគុណ